ទូលបង្គំមិនយល់ទេរាជបុត្រហេតុអីចាំបាច់បន្លំខ្លួនធ្វើជាប្រជារាស្ត្រសាមញ្ញទៅវិញក្រាបទូលទាំងដែលព្រះរាជបុត្រគឺជាអ្នកស្នងរាជបន្ទាប់ពីព្រះបិតារបស់ព្រះអង្គនៅក្រាបទូលគឺខ្ញុំចង់ដឹងពីសុខទុក្ខប្រជានារីរបស់ខ្ញុំហើយណាមួយខ្ញុំមិនចង់ឲ្យប្រជានារីភ្ញាក់ផ្អើលទេហើយចាប់ពីពេលនេះទៅបងដាំជប់ឲ្យខ្ញុំថារាជបុត្រទៀតទេក្រាបទូលរាជបុត្រអញ្ចឹងជាងរកកន្លែងសម្រាប់សិនទៅបងដាំខ្ញុំឃ្លានហើយក្រាបទូលរាជបុត្រអូនោះនៅត្រង់នោះទៅរាជបុត្រតោះឆាប់ទៅរាជបុត្រចាំទីនេះសិនហើយទូលបង្គំទៅប្រមូលអូសិនណាឆាប់ទៅអូយទឹកនេះពិតជាថ្លាណាស់ហើយត្រជាក់ទៀតផងជួយខ្ញុំផងហ៎លើដូចជាសំឡេងគេស្រែកឲ្យជួយជួយខ្ញុំផងហ៎គេស្រែកឲ្យជួយមែនតាណាហ្នឹងជួយខ្ញុំផងលោកជួយខ្ញុំផងពូធំណាអស់អីហើយនាងពូវាបានស្លាប់ហើយអរគុណហើយលោកពូមានចាំត្រូវកន្លែងណាទេមានទេអរគុណហើយតើលោកឈ្មោះអីខ្ញុំគឺឈ្មោះនារីឈ្មោះពីរោះណាស់តើនាងមកធ្វើអ្វីនៅក្នុងព្រៃជ្រៅម្នាក់ឯងបែបនេះគឺខ្ញុំមករកបាយរុក្ខជាតិខ្លះយកទៅធ្វើថ្នាំទុកលក់អ្នកនាងគឺជាគ្រូពេទ្យមែនទេមិនមែនទេខ្ញុំគ្រាន់តែចេះពេទ្យបន្តិចបន្តួចពិតជាល្អណាស់រាជបុត្របាត់តាហើយមិនឃើញនៅនឹងសោះរាជបុត្រនៅទីនេះសោះទូលបង្គំខំតែបារម្ភហ៎រាជបុត្រគឺបុត្រគឺជាឈ្មោះហៅក្រៅរបស់ខ្ញុំឈ្មោះនារីគាត់ទៅចាត់ហៅខ្ញុំថារាជបុត្រអញ្ចឹងទេបងបុត្រប្អូននៅទីនេះសោះបងខំតែបារម្ភហើយនេះតើមានរឿងអីហ្នឹងហើយនាងគឺជាអ្នកណាគឺខ្ញុំឈ្មោះនេនម៉ៃនេះមានពស់មួយក្បាលចង់មកចាក់ខ្ញុំតែសំណាងល្អបានបងបុត្រមកជួយទាន់បងជាបងប្រុសរបស់បងបុត្រមែនទេមែនហើយគាត់គឺជាបងប្រុសរបស់ខ្ញុំមែនហើយខ្ញុំឈ្មោះដាំរីណាស់បានស្គាល់ចានិយាយអញ្ចឹងតើអ្នកទាំងពីរជាអ្នកស្រុកណាខ្ញុំដូចជាមិនដែលបានឃើញមុខសោះពួកយើងទាំងពីរគឺជាអ្នកស្រុកឆ្ងាយរសៀនហើយអញ្ចឹងខ្ញុំសុំត្រឡប់ទៅវិញហើយខ្លាចយាយតាបារម្ភបើអញ្ចឹងចាំខ្ញុំជូនទៅចាចឹងឆាប់មកតាមខ្ញុំមកនេះហើយគឺជាផ្ទះរបស់ខ្ញុំនោះគឺជាយាយតារបស់ខ្ញុំវារៀងតូចបន្តិចហើយលោកតាលោកយាយចៅមកវិញហើយមកវិញហើយចៅចារាជបុត្រផ្ទះនេះពិតជាតូចណាស់ក្រាបទូលហើយចៅប្រុសទាំងពីរអ្នកនេះគឺជានរណាចៅនេះបងបុត្រហើយនេះបងដាំអ្នកទាំងពីរគឺជាអ្នកមានគុណរបស់ខ្ញុំលោកយាយខ្ញុំកំពុងតែដើររកបេះថ្នាំសុកក៏ស្រាប់តែមានពស់មួយមកចង់ចឹកខ្ញុំសំណាងហើយដែលបងបុត្រក៏មកជួយខ្ញុំទាន់បើមិនអញ្ចឹងយាយច្បាស់ជាលែងបានឃើញមុខខ្ញុំទៀតហើយអរគុណហើយអ្នកកំឡោះទាំងពីរបាទមិនអីទេយាយចៅមកវិញប្រកាសជាឃ្លានបាយមិនខានទេតោះឆាប់ទៅអង្គុយជាមួយតាឯងទៅតាវាខ្ញុំនឹងទៅរៀបចំម្ហូបឥឡូវនេះយាយវាមកចៅបុត្រចៅដាំមកអង្គុយក្បែរតាមកចៅបាទលោកតាយ៉ាងម៉េចដែរចៅម្ហូបត្រូវមាត់ដែរអត់ឆ្ងាញ់ណាស់លោកយាយអើយឆ្ងាញ់ជាងម្ហូបនៅរាជធានីទៀតនៅក្នុងភូមិរាជធានីរបស់ខ្ញុំទៅទៀតមែនហើយពិតជាឆ្ងាញ់ខ្លាំងណាស់ពិតមែនហើយស្នាដៃធ្វើម្ហូបរបស់យាយឯងលេខ1លើលោកឯងចេះតែបញ្ចូលខ្ញុំហើយតាវាពិតជាឆ្ងាញ់មែនលោកយាយខ្ញុំទទួលស្គាល់ថាឆ្ងាញ់ 100% តែម្ដងមែនហើយយាយអញ្ចឹងខ្ញុំយកថ្នាំទៅលាងសិនអ្នកទាំងអស់គ្នាជជែកគ្នាលេងទីនេះសិនទៅយកចានទៅលាងផងចៅចាស់យាយនិយាយអញ្ចឹង
ចៅទាំងពីរគឺជាអ្នកស្រុកណាស់ដែរមើលពណ៌សម្បោទៅដូចជាអ្នកមកពីរាជធានីអញ្ចឹង ខ្ញុំទាំងពីរគឺជាអ្នកស្រុកធម្មតាទេលោកតា មែនហើយលោកតាពួកខ្ញុំកំពុងតែស្វែងរកការងារធ្វើណា ល្អណាស់នៅកំឡោះជើងត្រូវតែខំប្រឹងរកស៊ីណាហើយយប់នេះចៅទាំងពីរគិតសម្រាប់នៅឯណា អូពួកខ្ញុំទាំងពីរយប់តាណាដេកតាណាងហើយលោកតា ពេលនេះមេឃងងឹតណាស់ហើយបើចៅទាំងពីរមិនប្រកាន់ទេដេកខាងក្រៅជាមួយតាក៏បានដែរ មែនហើយចៅយ៉ាងហោចណាស់គ្រាន់បើជាងដេកនៅតាមផ្លូវដែរ មែនហើយយាយវានិយាយត្រូវ អញ្ចឹងអរគុណហើយលោកតា ណែតាវីខ្ញុំទៅជួយចៅស្រីលាងចានសិនហើយ មើលទៅក្រុមគ្រួសាររបស់លោកតាពិតជាកក់ក្ដៅណាស់ ចៅឯងមិនដឹងទេសប្តាហ៍ថ្ងៃនេះប្រជារាស្ត្រពិបាករស់នៅណាស់ចៅ ពិបាកយ៉ាងម៉េចទៅលោកតាដំណាំលូតលាស់មិនសូវល្អមែនទេ មិនមែនទេមកពីចៅវាយស្រុកថ្មីនៅក្នុងស្រុករបស់យើងនេះគាត់គៀបសង្កត់ប្រជានារីយើងខ្លាំងណាស់ ដល់ថ្នាក់នឹងផង តែអ្វីដែលសំខាន់នឹងគឺលោកចៅវាយស្រុកបានប្រមូលទិញស្បៀងគ្រប់ប្រភេទពីប្រជានារីនៅក្នុងតម្លៃថោកមែនទែនដែលធ្វើឲ្យប្រជាកសិករយើងសឹងតែបាត់ទឹកចិត្តទៅហើយ មើលទៅពិតជាពិបាករស់នៅមែនតើមាននរណាទូប្រាប់ព្រះរាជាដែរទេពីរឿងទាំងអស់នេះ នៅក្នុងរាជធានីសុទ្ធតែជាភ្នែកជាច្រមុះរបស់គាត់នោះទេណែរៀងយប់ណាស់ទៅហើយចៅទាំងពីរទៅងូតទឹកសិនទៅណាទឹកត្រពាំងទៅក្រោយផ្ទះតានឹងហើយ បាទលោកតា ហាបងបតបងដាំនេះពួកបងមកងូតទឹកមែនទេ មែនហើយ ចាអញ្ចឹងពួកបងទាំងពីรงូតទឹកទៅខ្ញុំត្រឡប់ទៅវិញហើយ បាទ ពិតជាស្រស់ស្អាតណាស់ ណែរាជបុត្រ បងដាំមានការអី រាជបុត្រកំពុងតែផ្លឹកមើលអីណា គ្មានរឿងអីទេបងដាំទៅងូតទឹកទៅ ទៅប្រាប់ថារាជបុត្រចាប់អារម្មណ៍លើនាងអសណា ស្អីទេបងដាំងូតទឹកទៅនិយាយច្រើនម្ល៉េះ រាជបុត្រថ្ងៃនេះយើងមានតែងូតទឹកត្រពាំងនេះហើយតើរាជបុត្រទៅរួចដែរទេ អ្នកបងដាំចូលស្ទឹងតាមបត់តែកំបត់ចូលស្ទឹងយើងនៅផ្ទះគេត្រូវធ្វើខ្លួនឲ្យដូចគេ អូយមានន័យខ្លាំងណាស់រាជបុត្រប៉ុន្តែអាចឃ្លាចូលស្ទឹងតាមបត់តែកំបត់ចូលស្ទឹងអានឹងមានន័យថាយ៉ាងម៉េចទៅទូគប់ដូចជាមិនស្គាល់យល់តតែសោះនេះ បានហើយបងដាំខ្ញុំនិយាយលេងទេឆាប់ទៅងូតទឹកតែបានត្រឡប់ទៅវិញ ត្រាប់ទូល គ្រួសារតាក្រណាស់តានឹងនិយាយឯងចាស់ហើយតាមានតែចៅស្រីម្នាក់គត់សប្តាហ៍ថ្ងៃនេះគុំតែបានចៅស្រីនឹងឯងដើររកបេះរុក្ខជាតិថ្នាំយកទៅលោកគ្រាន់បានកម្រៃខ្លះយកមកចិញ្ចឹមតាកញ្ចាស់ដូចជាយើងនេះហើយណាមួយតាក៏ជាពាក់ប្រាក់លោកសេដ្ឋីដែលជាចៅវាយស្រុកថ្មីរបស់យើងនឹងច្រើនទៀត តែលោកតាជំពាក់ប្រាក់គាត់ប៉ុន្មានទៅ រាប់សិបដំលើកអែនដោះ ដែលចៅបើគ្មានប្រាក់សងគាត់ទេអញ្ចឹង មានតែឲ្យគេរឹបអស់ផ្ទះរឹបអស់ដីធ្លីឬក៏ឲ្យចៅស្រីទៅបម្រើនៅផ្ទះគេដល់ឯង អេកុំរំខានចៅអីចៅអស់កម្លាំងហើយឆាប់សម្រានទៅចៅ គឺខ្ញុំដេកឥឡូវហើយយាយវាតអញ្ចឹងឆាប់ដេកទៅចៅ យប់មិញនេះចៅទាំងពីរដេកលក់ស្រួលដែរទេ លក់ស្រួលណាស់ជ័យលក់មកជប់ទូលភ្លឺតែម្ដ លោក ង តាលោកយាយខ្ញុំយកថ្នាំទៅលក់សិនហើយ រៀបចំគ្រប់ចំនួនហើយមែនទេចៅ ចាគ្រប់ចំនួនអស់ហើយយាយ អញ្ចឹងឆាប់ទៅលក់ទៅចៅ ចាយាយ អញ្ចឹងលោកតាលោកយាយខ្ញុំទាំងពីរសូមទៅរកការងារធ្វើសិនហើយ ចា ទៅចោះចៅជូនពរឆាប់រកការងារបានណាចៅ បាទ ណែយាយវាមើលទៅចៅទាំងពីរនេះគឺជាមនុស្សល្អណាស់យាយវា ណែតាវីស្គាល់គេតែមួយយប់សោះហ៊ានថាគេជាមនុស្សល្អទៅហើយ ខ្ញុំមើលមនុស្សមិនដែលចេះខុសទេយាយវា យ៉ាងម៉េចតាវីឯងចង់លើកចៅស្រីឲ្យគេមែនទេ ម
មិនមែនទេយាយវាតែបើបានក៏ល្អដែរ រាជបុត្រចំពោះរឿងចង្វាយស្រុកថ្មីតើអញ្ជើញគួរប្រាប់ព្រះអង្គដែរទេក្រាបទូល មិនចាំបាច់ទេបងដាំខ្ញុំចង់ទៅស៊ើបដោយផ្ទាល់ មិនក៏យើងមិនអោយលោកអាមាត្យចាត់ការរឿងនេះទៅរាជបុត្រមិនចាំបាច់ទៅដល់ផ្ទាល់ទេ ជីកឬត្រូវតែជីកទាំងស្មៅ ហេមានន័យថាយ៉ាងម៉េចទៅរាជបុត្រ ខ្ញុំនិយាយខុសទេជីកស្មៅគឺត្រូវតែជីកទាំងឫសខ្ញុំសង្ស័យថាពួកគេប្រកាសជាកັບកេងទ្រព្យសម្បត្តិរាជវាំងមិនខាន អញ្ចឹងរាជបុត្រប្រុងធ្វើយ៉ាងម៉េចទៅក្រាបទូល ខ្ញុំនឹងបន្លំខ្លួនធ្វើជាអ្នកបម្រើចូលទៅក្នុងផ្ទះលោកចៅវាយស្រុក ធ្វើអញ្ចឹងដូចជាប្រថុយពេកហើយរាជបុត្រគឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់មិនអាចធ្វើជាអ្នកបម្រើគេបានទេ ចង់ចាប់មេខ្លាបើមិនចូលរួមខ្លាធ្វើមិននឹងអាចចាប់មេខ្លាបានទៅបងដាំ ឯរាជបុត្រនិយាយស្អីគេទៀតហើយ គឺខ្ញុំចង់និយាយថាបើមិនចូលរួមខ្លាចាប់មេខ្លាមិនបានទៅឬប៉ុណ្ណឹង លើស្រកស្រក ឆ្នាំមួយពិតជាពូកែណាស់អ៊ំផឹកអស់តែមួយកញ្ចប់ទេអាការៈស្ពឹកដៃជើងក៏បាត់ភ្លាមហើយថ្ងៃនេះអ៊ំយកថែម2កញ្ចប់ទៀតជួយខ្ចប់ឲ្យអ៊ំមកណា ចាអ៊ំនេះអ៊ំទាំងអស់5កាក់ ហក់ណែ6កាក់មិនចាំបាច់អាប់ទេក្មួយ ចាអរគុណហើយអ៊ំ នេះដល់ពេលដែលទ្រូបងថ្លៃជួយកលែងទៅបើវើយថ្ងៃនេះខ្ញុំលោកមិនសូវដាច់ទេលោកយកប្រាប់កាក់សិនបានតែអស់មិនបត់ទេមកគ្មានប្រាក់ទេរកឲ្យបានចាញ់ទៅហើយឆប់ចាញ់ពីកន្លែងនេះទៅហនណែលោកប្រាប់បីកាក់មកអុយស្រួលជឹងមកអូចាំបាច់យកលេសធ្វើស្អុយពីចុះអត់កលែងលោកមេនេះទេជិតដល់ថ្ងៃដែលត្រូវមកពុតឲ្យវត្តហើយត្រៀមប្រាក់ឲ្យហើយទៅតែទៅផ្សេងទៀត រាជបុត្រអូននោះប្រហែលជាកូនចៅរូបមន្ត្រីនោះហើយ មើលទៅពួកគេកំពុងតែទីថ្លៃតបពីអ្នកស្រុកហើយ រាជបុត្រយើងត្រូវតែប្រញាប់ចាត់ការរឿងនេះ អាយ៉ាអូនមិនចាំបាច់មកពិបាកលក់ដូរកំពេចកំប៉ុកធ្វើស្អីបើប្រមយកបងធ្វើជាប្តីប្រកាសជារស់នៅស្រណុកអស់មួយជីវិតមិនខាន សូមតោខ្ញុំកំពុងលក់ដូរសូមកុំមករំខាន ហេតុអ្វីទៅបានជាអូនចេះតែបដិសេធបងឪពុកបងគឺជាមហាសេដ្ឋីមានជាងគេនៅក្នុងស្រុកនេះអូនគួរតែព្រមធ្វើជាប្រពន្ធបងទៅអូននឹងរស់នៅស្រណុកអស់មួយជីវិតមានអ្នកបម្រើឆ្វេងស្នាម ណែឈ្នួលជួតោកសូមយកហើយឆាប់ចេញទៅ អីក៏កាចម្ល៉េះក្មេងតូចកុំភ្លេចថាយាយតារបស់អូនចំពាក់ប្រាក់ឪពុកបងច្រើនណាស់បើសិនជាពួកគាត់គ្មានប្រាក់សងនោះទេមានតែបដូរយកអូនជំនួសហើយ ខ្ញុំនឹងជាយាមរកប្រាក់សងលោក មិនចាំបាច់សងទេឲ្យតែអូនព្រមរៀបការជាមួយបងប្រាក់ដែលយាយតាចំពាក់នឹងរួចគ្នា ខ្ញុំគិតមើលសិន ស្អែកនេះជួបគ្នាណាហានី តោះពួកឯងឆាប់ត្រឡប់ទៅវិញវ៉ៃនិនតើមានអ្វីឲ្យបងជួយដែរទេ អូមិនអីទេចុះបងទាំងពីររកការងារបានហើយនៅ មិនទាន់រកបានទេមកចាំមកជួយលុះ ចា យ៉ាងម៉េចតាហើយលោកតាលោកយាយតើមានប្រាក់គ្រប់គ្រាន់សម្រាប់សងខ្ញុំហើយឬនៅលោកប្រុសឆើតខ្ញុំមិនទាន់មានប្រាក់សងនោះទេលោកតានេះចំពាក់ប្រាក់មួយឆ្នាំហើយណាលោកតាសន្យាថាប៉ុន្មានខែប៉ុណ្ណោះតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅលោកប្រុសឆើតតើខ្ញុំអាចឲ្យចៅស្រីរបស់ខ្ញុំទៅបម្រើនៅផ្ទះរបស់លោកប្រុសចំនួនបានទេហេតុអីក៏ចាំបាច់ឲ្យទៅធ្វើជាអ្នកបម្រើនៅផ្ទះរបស់ខ្ញុំទៅវិញម៉េចក៏យើងមិនជាប់សាច់ឈាមជាមួយនឹងគ្នាតែម្ដងទៅលោកតារឿងនេះខ្ញុំមិនអាចសម្រេចបានទេទាល់តែសួរចៅស្រីរបស់ខ្ញុំសិន ខ្ញុំមិនព្រមទេខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើនៅផ្ទះរបស់លោក ហេតុអ្វីទៅតើបងមិនល្អត្រង់ណាមានក៏មានសង្ហាក៏សង្ហា ប៉ុន្តែខ្ញុំចង់នៅម្នាក់ឯងច្រើនជាង បានបើអូនសម្រេចចិត្តថានៅម្នាក់ឯងទៅហើយបងនឹងព្យាយាមជោគចិត្តអូនបន្តទៀតព្រោះយើងគឺជាអ្នកប្រឆាតមិនចូលចិត្តបង្ខំអ្នកណានោះទេអរគុណហើយលោកប្រុសឆាតដែលយល់អញ្ចឹងឆាប់ទៅរៀបចំអីវ៉ាន់ទៅខ្ញុំនៅរងចាំនៅទីនេះជប់សិនលោកប្រុសឆាតតែខ្ញុំអាចទៅជាមួយបានដែរទេលោកតាតើពីអ្នកនេះគឺជាអ្នកណាពួកគេគឺជាចៅរបស់ខ្ញុំទើបតែមកពីស្រុកឆ្ងាយជាចៅរបស់លោកតា
ខ្ញុំមិនត្រូវការអ្នកបម្រើប្រុសនោះទេ តែខ្ញុំសូមឲ្យពួកគាត់ទៅជាមួយខ្ញុំសូមជួយរកការងារឲ្យពួកគាត់ផងបើមិនអញ្ចឹងទេខ្ញុំក៏មិនព្រមទៅដែរ បានយកលោកប្អូននីនយកពួកគេទាំងពីរក៏វាមិនខាតដែរណែពួកឯងមានការងារសល់ទេវ៉ា បាទលោកប្រុសមកតំណែងថែសាសហើយដូចជានៅតំណែងទេលោកប្រុសឲ្យពួកគេទៅធ្វើទៅ បាទអញ្ចឹងពួកអញទាំងពីរធ្វើជាអ្នកកាបអាចសេះទៅអញ្ចឹងឆាប់ទៅរៀបចំអីវ៉ាន់ទៅខ្ញុំនៅរងចាំអើយតាសុំទោសដែលធ្វើឲ្យពួកឯងលំបាកមិនអីទេលោកតាខ្ញុំទាំងពីរគឺជាអ្នកព្រមនៅខ្លួនឯងទេ នៃចៅទាំងពីរជួយមើលថែចៅស្រីរបស់យាយផងណា បាទយាយកុំបារម្ភអី អរគុណហើយណាចៅ ឆាប់ទៅឲ្យលើឡើងទៅវិញពេលវេលាគឺជាមាសប្រាក់ លាសិនហើយលោកយាយ ទៅចោះចៅ ឆាប់ទៅបងដាំប លី ង សិន បាត់ ហើយលោកតាលោកយាយ ទៅចុះទៅចុះ តាវីខ្ញុំបារម្ភពីចៅស្រីយើងណាស់ កុំបារម្ភអីយាយវាមានចៅបត់ចៅដាំទៅជាមួយហើយចៅស្រីរបស់យើងប្រកាសជាមិនអីនោះទេ